សូមជូនរឿងបុរសចេះថ្នាំពឺសួរមានថ្ងៃមួយបុរសឈ្មោះសុកធ្វើដំណើរទៅកាប់អុកក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អូននោះហើយឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូលចៅសុកពិនិត្យមើលហេតុសពគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រែកថងយាមយកថ្នាំមកដុសលាបឲ្យខ្លានោះលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្តេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងអញស្លាប់ដោយពស់ចឹកហើយយើងដុសថ្នាំលាបឲ្យបងអញរស់តើខ្លាថាអញមានស្លាប់អីពស់ចឹកអញកាលណាអញកំពុងបើដូច្នោះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអាលពីឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសម្បងប្រហារជីវិតយើងបើយើងត្រូវបងត្រូវទុកជីវិតយើងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទក្សិនឹងក្របីនៅក្បែរភ្លៅក៏និយាយថាបងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពស់ចឹកបានរស់ឡើងដែលយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែទៅកាត់សេចក្តីឲ្យបុរសនេះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំលែងក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករឹតតែភ័យឡើងក៏លាសេះនឹងក្របីដោយយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភាតន្សាយចៅសុកក៏ដឹងតាមដំណើរសុភាតន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់សុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាតន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរអ្នកតោះគ្នាពីរឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងខ្លួនសុភាតន្សាយកាត់សេចក្តីថាបើដូច្នោះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពុំមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសម្បងឯងមកពីឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាទៅដេកតាមបង្គាប់ពុះក៏ចេញពីរុនមកចឹកខ្លានោះស្លាប់ទៅសុភាតន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅវិញ